ការធ្វើការលើសម៉ោងឬយប់ញឹកញាប់មានផលប៉ះពាល់ដល់សុខភាពនិងជីវិតប្រចាំថ្ងៃជាច្រើនខាងក្រោមនេះជារឿងដែលអាចកើតឡើង 1. សិទ្ធិបញ្ញាខួរក្បាលភក់កគិតមិនច្បាស់ភាពតានតឹងខ្ពស់ការចងចាំខ្សោយមានហានិភ័យជួបជំងឺធ្លាក់ទឹកចិត្តឬក្តីបារម្ភ 2. ខ្វះការគេងគ្រប់គ្រាន់ការធ្វើការយប់ឬលើសម៉ោងធ្វើឲ្យគេងយឺតគេងមិនលក់ខ្លួនអស់កម្លាំងប្រព័ន្ធភាពស៊ាំខ្សោយឆ្លងជំងឺងាយ 3. បញ្ហាបេះដូងធ្វើការក្រៅម៉ោងជាច្រើនអាចនាំឲ្យសម្ពាធឈាមឡើងបេះដូងបណ្ដាលឲ្យធុញបង្កហានិភ័យបេះដូងគាំងនៅរយៈពេលវែង 4. បន្ថយគុណភាពអាហារពេលធ្វើការយូរញ៉ាំអាហារចរចាវអាហារលឿនញ៉ាំមិនទៀងទាត់ធ្វើឲ្យថត់ឬមានទឹកនោមផ្អែម 5. ស្រេកអារម្មណ៍រាងកាយធុញខ្លួនរមាស់ខ្ជះខ្ជាយឈឺដុំសាច់ឈឺខ្នងបាត់កម្លាំងធ្វើការថ្ងៃបន្ទាប់ 5. ភ្នែកនិងការមើលឃើញបើមើលអេក្រង់យូរភ្នែកហុយមើលព្រឺឈឺក្បាល 7. ប៉ះពាល់ជីវិតគ្រួសារពេលវេលាសម្រាប់គ្រួសារថយចុះភាពតានតឹងក្នុងទំនាក់ទំនង 8. ជំងឺវែងឆ្ងាយការធ្វើការលើសម៉ោងយូរអាចបង្កសម្ពាធឈាមទឹកនោមផ្អែមជំងឺបេះដូងបញ្ហាក្រពះ gastric acidity ពីរត់ណែនាំដើម្បីកាត់បន្ថយផលប៉ះពាល់ធ្វើការយប់កែសម្រួលកាលវិភាគសម្រាករៀងរាល់ 1-2 ម៉ោងគេងឲ្យបាន 7-8 ម៉ោងហាត់ប្រាណ 15-20 នាទីកំណត់ពេលធ្វើការមិនឲ្យលើសពេកបរិច្ឆេទអាហារដែលមានសុខភាពល្អ